cứ dương bánh tham chủng ngữ đầm bầy tục scap bị pro tham ní bây dương bánh tàu hái cứ vi chìp trộn bong bồn á chìp trộn tới pe đẹp cà chành máu cứ vi mình miền không cà pa nhà hàng không cà ruồi hay vi mình miền không pa nhà hàng không cá rồi liệp cà lệ tề chẳng chừng ai chui bán cho ăn bong bồn á hay đằng tham tipi ní cứประเภทพวก post for ដែលមានកម្រិតខ្ពស់បងប្អូនណាអញ្ចឹងpost for នេះគឺជាមួយដែលជំរុញក្នុងការទាញផ្កាបងប្អូនបាទសូមជម្រាបសួរបងប្អូនប្រជាកសិករទាំងអស់គ្នាហើយជាពិសេសបងប្អូនយើងកំពុងតែមានដំណាំចំការមានក្រអូបហើយសម្រាប់ខ្ញុំក្នុងវីដេអូនេះគឺខ្ញុំចង់ធ្វើបទបង្ហាញពីការបាញ់ទាញផ្កាទៅលើដំណាំមានក្រអូបហើយខ្ញុំបាញ់លើកដំបូងលើកទី1អញ្ចឹងក៏ខ្ញុំចង់បង្ហាញពុកម៉ែបងប្អូនទាំងអស់គ្នាឲ្យបានដឹងថាយើងបាញ់ទៅលើប្រភេទថ្នាំអ្វីខ្លះទៅមានយើងចេញផ្កាបានល្អហើយក្តឹបកាន់បានច្រើនអញ្ចឹងដំណាក់កាលទី1នេះគឺខ្ញុំប្រើមាន2ប្រភេទថ្នាំទី1ដែលខ្ញុំកំពុងតែចាក់ប្រើនេះគឺទៅលើថ្នាំជំងឺដោយសារខ្ញុំប្រើថ្នាំជំងឺដើម្បីការពារកុំឲ្យផ្កាយើងចេញមកវារួញផ្កាយើងចេញមកវាអត់មានក្តឹបបាទដោយសារមានយើងបើសិនជាបងប្អូនធ្វើយូរឆ្នាំយើងនឹងមានហើយបញ្ហាទៅលើជំងឺរួញស្លឹកហើយពេលដែលផ្កាមកក៏វាមានការរួញដែរអញ្ចឹងហើយដើម្បីឲ្យមានយើងមានផលបានច្រើនគឺបងប្អូនទាមទារត្រូវតែបងប្អូនត្រូវប្រើថ្នាំជំងឺដើម្បីការពារអញ្ចឹងបើសិនជាបងប្អូនចាំដល់ពេលផ្កាចេញហើយបាញ់អត់ជាទេបងប្អូនណាអញ្ចឹងគឺខ្ញុំសូមឲ្យបងប្អូនធ្វើការបាញ់នៅពេលដែលមុននឹងចេញផ្កាបែបនេះគឺយើងបាញ់ថ្នាំជំងឺដើម្បីទប់ស្កាត់ពីព្រោះថ្នាំនេះពេលយើងបាញ់ទៅហើយគឺវាជ្រាបចូលបងប្អូនណាជ្រាបចូលទៅពេលដែលផ្កាចេញមកគឺវាមិនមានក្នុងការបញ្ហាក្នុងការរួញហើយវាមិនមានក្នុងបញ្ហាក្នុងការរលាកផ្កាលអីទេអញ្ចឹងយើងអាចជួយបានច្រើនបងប្អូនណាហើយនឹងថ្នាំទី2នេះគឺប្រភេទពួក phosphor ដែលមានកម្រិតខ្ពស់បងប្អូនណាអញ្ចឹងphosphor នេះគឺជាមួយដែលជំរុញក្នុងការទាញផ្កាបងប្អូនអញ្ចឹងបើសិនជាបងប្អូនមិនស្គាល់ប្រភេទថ្នាំបងប្អូនទៅក្នុងឌីប៉ូកសិកម្មយើងសួរគាត់ទៅប៉ា FC ដែលគាត់លក់ថ្នាំហ្នឹងថាយើងចង់បានទាញផ្កាប៉ុន្តែបើសិនជាបងប្អូននេះបងប្អូនអាចទៅរកថាឥឡូវប្រភេទដែលមានកម្រិត phosphor ដែលមានកម្រិតខ្ពស់អញ្ចឹងបងប្អូនដើម្បីឲ្យបានទាញផ្កាល្អបងប្អូនយកកម្រិតចាប់ពី 60% ឡើងទៅបងប្អូនណាអញ្ចឹងយើងមានតាមក្រុមហ៊ុនកសិកម្មមួយចំនួនគាត់មាន60អ្នកខ្លះមានដល់80បាទអញ្ចឹងបងប្អូនអាស្រ័យទៅតាមហ្នឹងបងប្អូនជ្រើសរើសមកអញ្ចឹងបើសិនជាចាប់ផ្ដើមពី 60% ឡើងបងប្អូនពេលដែលយើងបាញ់ទាញផ្កាគឺជំរុញក្នុងការទាញផ្កាបានល្អបាទអញ្ចឹងខ្ញុំចង់ប្រាប់តែសារធាតុផ្សំជូនបងប្អូនទេប៉ុន្តែបើសិនជាប្រភេទគេហៅថាក្រុមហ៊ុនថ្នាំអីបងប្អូនដោយសារយើងមានច្រើនក្រុមហ៊ុនតែដូចខ្ញុំបញ្ជាក់អ្វីដែលសំខាន់គឺសារធាតុផ្សំនៅក្នុងហ្នឹងទេអញ្ចឹងដើម្បីទាញផ្កាចេញបានខ្លាំងគឺដូចខ្ញុំបានបញ្ជាក់ចឹងកម្រិតដែល phosphor ខ្ពស់អញ្ចឹងនៅក្នុងកញ្ចប់ក្នុងអីហ្នឹងគេដាក់មកឲ្យបងប្អូនបាទហើយនឹងអ្វីដែលខ្ញុំបញ្ជាក់មិញហ្នឹងគឺដូចជាប្រភេទថ្នាំជំងឺដើម្បីយើងមកជំនួយអញ្ចឹងដល់ដំណាក់កាលបាញ់លើកទី2លើកទី3ក្នុងការទាញខ្ញុំនឹងបញ្ជាក់ជាមួយបងប្អូនក្នុងការប្រើថ្នាំបន្ថែមទៀតថាវគ្គ2យើងគួរប្រើអីវគ្គ3យើងប្រើអីពេលដែលចេញហើយយើងត្រូវប្រើអីបន្ថែមទៀតដើម្បីឲ្យបងប្អូនយល់មកចំណុចទៅបងប្អូនតាមដានវីដេអូខ្ញុំពីមួយភាគទៅមួយភាគបងប្អូននឹងយល់ច្បាស់អត់លោកឡំទេវគ្គ1បាញ់អីវគ្គ2បាញ់អីចឹងទៅបាទអូខេបងប្អូនអញ្ចឹងចូលជាមួយនឹងបញ្ជាក់បន្ថែមគឺខ្ញុំចង់បញ្ជាក់ទៅលើការបាញ់អញ្ចឹងក្នុងការបាញ់នេះគឺខ្ញុំចង់ឲ្យបងប្អូនមេត្តាប្រើទឹកកម្លាំងទឹកបុកយើងទៅឡើងម៉ាស៊ីនឬក៏យើងសេរីក្នុងការក្បាលបាញ់យើងឲ្យបុកខ្លាំងគឺបាញ់ដើម្បីឲ្យជោគស្លឹកជោគចុងត្រួយបាទបើសិនជាយើងបងប្អូនបាញ់ប្រភេទដូចយើងបាញ់សម្រាប់សត្វល្អិតអត់ឲ្យជោគបាញ់តែប្រហើជាលក្ខណៈជាផ្សែងដូចជាយើងបាញ់ជីបំពន់ឬក៏បាញ់ថ្នាំជំនួយអីផ្សេងអត់បានទេបងប្អូនណាដំណាក់កាលនេះបងប្អូនបាញ់គឺបងប្អូនត្រូវតែបាញ់បបុកទឹកឲ្យមានកម្លាំងខ្លាំងបុកស្លឹកឲ្យបានជោគជាមួយនឹងស្លឹកមូលហេតុ
ដែលយើងបាញ់ឲ្យជោគអញ្ចឹងបងប្អូនដោយសារអីដោយសារពេលនេះគឺយើងបាញ់ទាញផ្កាគឺដូចជាយើងបាញ់បកាក់ត្រួយបើសិនជាទឹកថ្នាំយើងបាញ់ទៅបុកអត់បានចំត្រួយល្អធ្វើឲ្យដំណាំមៀនយើងអាចនឹងលាស់ត្រួយចេញអត់ចេញជាផ្កាបាទអញ្ចឹងពេលដែលបងប្អូនដឹងហើយថាបើយើងខំដាក់ចាក់អបមូនរួចហើយបាទជាដើមអីរួចហើយប្រើរយៈពេលរហូតមកដល់បាញ់ទាញផ្កាពឹបស្រាប់តែអត់ចេញបងប្អូនណាស្រាប់តែអត់ចេញបែរទៅជាចេញត្រួយវិញបងប្អូនខាតច្រើនបងប្អូនខាតថ្នាំអបមូនដែលយើងចាក់រួចបាទខាតទៅលើថ្នាក់ពេលវេលាដែលសំខាន់ពេលខ្លះយើងកំណត់ពេលវេលាបងប្អូនយើងកំណត់ថាដាក់ឲ្យចំរដូវណាណាដូចជាខ្ញុំបានធ្លាប់ចេញវីដេអូមុនថាឥឡូវតម្លៃនៅក្នុងរដូវនេះបានថ្លៃរដូវនេះបានថ្លៃប៉ុន្តែបើបងប្អូនធ្វើតែខុសពឹបអត់ត្រូវបងប្អូននឹងខុសពេលវេលាដែលយើងទទួលផលនោះបងប្អូនខាតច្រើនណាបាទពីតម្លៃប៉ុណ្ណេះទៅប៉ុណ្ណោះចឹងខាតចាអញ្ចឹងហើយបានខ្ញុំចង់បញ្ជាក់ឲ្យបងប្អូនឲ្យច្បាស់ដាក់ថាដាក់មួយដឹងមួយពីរដឹងពីរអញ្ចឹងហើយបានជម្រាបបងប្អូនថាយើងទៅប្រើថ្នាំឲ្យបានត្រូវបាញ់បបុកនឹងឲ្យបានជោគជាំល្អបាទហើយដើម្បីឲ្យដាក់ទៅគឺចេញផ្កាបាទបើសិនជាយើងដាក់ទៅអត់ចេញផ្កាខាតច្រើនដូចខ្ញុំបញ្ជាក់ខាងលើមិនអញ្ចឹងបងប្អូនបាទអញ្ចឹងបងប្អូនអាចមើលវីដេអូដែលខ្ញុំកំពុងតែបាញ់គឺខ្ញុំប្រើតែម៉ាស៊ីនធុងស្ពាយមែនប៉ុន្តែខ្ញុំប្រើកម្លាំងទឹកបុកខ្លាំងខ្ញុំបាញ់ឲ្យជោគហើយខ្ញុំដើរកលឹងជុំវិញបងប្អូនបាទដើរកលឹងជុំវិញទៅអញ្ចឹងមានយើងវានឹងចាប់ដើមទទួលយកអ្វីនឹងបានទៅចូលក្នុងដើមបានល្អហើយបាទអញ្ចឹងបងប្អូនអាចទស្សនានឹងសកម្មភាពខ្ញុំទៅបងប្អូននឹងកាន់តែច្បាស់ជាងនឹងទៀតក្រែងលោតែខ្ញុំធ្វើការអត្ថបិបាយទៅមានចំណុចខ្លះមិនចំចំណុចខ្លះខ្វះខាតអីចឹងទៅបងប្អូនបាទប៉ុន្តែអ្វីដែលខ្ញុំនៅចង់បញ្ជាក់បន្ថែមជាមួយបងប្អូនគឺដំណាក់កាលទី1បងប្អូនប្រើថ្នាំឲ្យត្រូវគឺយើងអត់ខាតទេបងប្អូនណាបើសិនជាបងប្អូនប្រើថ្នាំពេលដំណាក់កាលទី1នេះខ្ញុំលើកឧទាហរណ៍បងប្អូនប្រើថ្នាំពុលចូលគឺអត់ត្រូវការប្រើថ្នាំពុលទេបងប្អូនដោយសារអីដង្កូវក៏វាអាចទៅស៊ីហើយសត្វអីក៏អាចទៅស៊ីស្លឹកបានដែរអញ្ចឹងបើបងប្អូនប្រើថ្នាំពុលធ្វើឲ្យបងប្អូនប្រើខុសថ្នាំហើយធ្វើឲ្យដំណាំបងប្អូនមានគីមីច្រើនបាទមានជាតិពុលច្រើនអញ្ចឹងហើយនេះហើយដែលយើងធ្វើខុសទៅថាវាខាតអញ្ចឹងណាអញ្ចឹងខ្ញុំបញ្ជាក់បងប្អូនខាងលើបន្ថែមមិញគឺបងប្អូនប្រើឲ្យត្រូវអញ្ចឹងបងប្អូននឹងអាចតាមជាមួយខ្ញុំនៅវីដេអូបន្ថែមទៀតដល់បាញ់ពាក់2ខ្ញុំនឹងប្រាប់បងប្អូនទៀតនេះពីព្រោះបើសិនតែខ្ញុំនិយាយគ្រាន់តែនិយាយអត់មានសកម្មភាពឲ្យបងប្អូនអត់សូវយល់ច្បាស់ដែរអញ្ចឹងដល់វគ្គបាញ់លើកទី2ប្រើថ្នាំអីទៅលើកទី3បាញ់ថ្នាំអីខ្ញុំនឹងបញ្ជាក់បងប្អូនពីព្រោះបងប្អូនណាការបាញ់ទាញផ្កាមិនមែនបាញ់តែម្ដងចេះឲ្យចេញទេបងប្អូនបាញ់ម្ដងចេះឲ្យចេញមិនដឹងថាចំណេញប៉ុណ្ណាទេបាទអញ្ចឹងយើងបាញ់រយៈពេល3ដងណាបងប្អូនណាអញ្ចឹងខ្ញុំនឹងបញ្ជាក់បងប្អូនបន្ថែមបាទសម្រាប់ការបាញ់ខ្ញុំមានតែប៉ុណ្្នឹងសម្រាប់បាញ់លើកទី1ជូនបងប្អូនហើយសង្ឃឹមថាបងប្អូននឹងចូលចិត្តក្នុងវីដេអូខ្ញុំហើយបងប្អូននឹងគាំទ្រហើយនឹងបងប្អូនជួយចុច Subscribe Channel YouTube ខ្ញុំហើយនឹងទទួលបានវីដេអូខ្ញុំថ្មីបន្ថែមទៀតអញ្ចឹងជាចុងក្រោយសូមអរគុណច្រើនពុកម៉ែបងប្អូនជម្រាបលាទាំងអស់គ្នា